miễn lối pi mơn đờ lá trong tình lan chấn còn tay mình toàn sầm rạch chật ha tinh lan model na lời ní cứ chia được chun model mấy Rove OH5 Plus សេរីថ្មីចុងក្រោយបង្អស់តែម្ដងផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលត្រូវការភាពសំចៃបងប្អូន100គីឡូម៉ែត្រស៊ីសាំងប្រមាណ 6.9 លីត្រប៉ុណ្ណោះបើតាម spec ក្រុមហ៊ុនដែលបានដាក់មកចំពោះរថយន្តនេះគឺជា SUV 5 កៅអីតែម្ដងដែលមានលក្ខណៈថាធំទូលាយហើយកៅអីក៏មានលក្ខណៈថាចុចអូតូម៉ាទិកផងដែរអញ្ចឹងឲ្យមុនចូលបង្ហាញនៅផ្នែកខាងក្នុងខ្ញុំសូមបង្ហាញអំពីផ្នែកខាងក្រៅជាមុនសិនបងប្អូនកលេចមកមើលផ្នែកចង្កៀងនេះគឺ design មកលក្ខណៈថាជាអំពូលគុជ LED ដែលមានលក្ខណៈថាភ្លឺច្បាស់ហើយ design មកលក្ខណៈថាដូចប្រទេសពេជ្រអញ្ចឹងណាបងប្អូនអរគ្នាហើយមើលកន្លែងនេះក៏មានលក្ខណៈថា highlight ពណ៌ខ្មៅមកហើយរុនខ្យល់ធំធំមែនតើការធ្វើរុនខ្យល់បែបនេះគឺជំនួយទៅដល់ប្រព័ន្ធម៉ាស៊ីនឡានរបស់យើងហ្នឹងវាអត់សូវក្តៅហើយមើល logo របស់ Rove បងប្អូនអរគ្នាលក្ខណៈថាជារូបសឹងពីរតែម្ដងដែលកំពុងតែតោងនៅលើបង្គោលមួយហើយមើលផ្នែកខាងនេះក៏មានលក្ខណៈថាជាក្រមហើយបើសិនជាបងប្អូនកលេចមើលគៀកតិចបងប្អូននឹងឃើញអក្សរ performance ណាមើលមកគឺដាប់ស្អាតហើយមានភាព unique ហ្មងហើយកន្លែងនេះក៏មានលក្ខណៈជាក្រមហើយសំខាន់មានបាហ្គាចងកវ៉ាន់ទៀតបងប្អូនអរគ្នាហើយមើល stop មើលមក design មកស្អាតមែនតើបងប្អូនអរគ្នាឃើញហើយការធ្វើ stop បែបនេះមកគឺមើលមកវាអត់សូវសាំភ្នែកហើយមើលអក្សរ Rove គេដាប់មកមើលមកច្បាស់មែនតើhighlight ជាមួយនឹង chrome ហើយមាន sensor នៅផ្នែកខាងក្រោយការពារបុកប៉ះទៀតបងប្អូនអរគ្នាហើយមើលកន្លែងនេះក៏មានលក្ខណៈថាជា chrome ដែរខ្ញុំស្រឡាញ់មែនតើបងហើយចំពោះអក្សរនេះគឺជាបង្ហាញអំពី model របស់ RH5 Plus តែម្ដងហើយចំពោះឡាននេះគឺមានផ្លិតទឹកទៀតបងប្អូនអរគ្នាហើយបើសិនជាយើងបើកទ្វារខាងក្រោយនេះបងប្អូននឹងឃើញលក្ខណៈថាទ្វារបើកអូតូម៉ាទិកហ្មងណាលយមែនតើបងប្អូនអរគ្នាអញ្ចឹងបើសិនជាយើងចូលមកមើលផ្នែកខាងក្នុងនេះវិញបាទ SUV 5 កៅអីមែនប៉ុន្តែផ្ដល់លក្ខណៈថាទូលាយមែនតើអត់ឲ្យបងប្អូនខកចិត្តទេហើយបងប្អូនក៏អាចមកបើកបោសាកល្បងឡាននេះដែរដែលជា global spec អូខេអញ្ចឹងមកមើលការ design បន្ថែមទៀតបងប្អូន $29,800 ដុល្លារមែនតែចូលផ្នែកខាងក្នុងមានរបស់ត្រូវអួតច្រើនណាស់នេះដៃទ្វារក៏មានលក្ខណៈថាជាស្បែកហើយកញ្ចក់នេះគឺមានលក្ខណៈថាចុចអូតូបន្តិចហ្មងចុចមួយចុះចុចមួយឡើងអញ្ចឹងនៅពេលដែលចុចឡើងណែវាអត់គៀបដៃរបស់យើងណាណែគេធ្វើមកគេគិតគូរមែនតើទៅលើប្រព័ន្ធសុវត្ថិភាពដែរហើយកន្លែងនេះគឺកន្លែងចុច lock unlock ហើយចំពោះសោវិញគឺលក្ខណៈថាជា smart key មានការ design មកស្អាតមែនតើហើយបើសិនជាបងប្អូនបាទចូលមកមានលក្ខណៈថាអង្គុយសឹកហ្មងហើយកៅអីអូតូទេណាបងប្អូនអរគ្នាចុចបញ្ជាអូតូបន្តិចទៀតហើយចកូតវិញណាបើសិនជាខ្ញុំដេប្រឆេះបាទណែប្រើតាមម្រាមដៃមួយក៏អាចបវលចកូតនេះបានដែរណែអត់មានឡើងសាច់ដុំទេណាបងប្អូនអរគ្នាហើយចកូតវិញ design មកក្រមបែបបន្ទះបែបនេះហើយអក្សរ Rove គឺដាក់នៅចំកណ្ដាលចកូតនេះហ្មងហើយបើសិនជាអារម្មណ៍នៃការចូលមកអង្គុយគឺកៅអីវាធំមានលក្ខណៈថាងាយស្រួលអង្គុយហើយចំពោះកុងទ័រវិញគឺលក្ខណៈថាកុងទ័រ digital ទៀតបង្ហាញទៅលើកម្រិតព័ត៌មានដូចជាកម្រិតសាំងកម្រិតល្បឿនកម្រិតកម្ដៅរបស់ម៉ាស៊ីនគឺបានទាំងអស់ហ្មងបងប្អូនអរគ្នាហើយចំពោះអេក្រង់នេះមិនមែនផលិតមកអត់ប្រយោជន៍ទេណាមាន Apple CarPlay Android Auto អាច connect បានទៀតហើយមើលចង្កឹះលេខដែរបងប្អូនអរគ្នា7វគ្គងាយស្រួលនៅក្នុងការថែមថយលេខហ្មងហើយមានកាមេរ៉ាមួយគ្រាប់ឲ្យយើងមើលខាងក្រោយទៀតបងប្អូនអរគ្នាឃើញទេកប់របស់គេហើយកន្លែងនេះគឺមានប្រាំងដៃ electronic មុខងារ auto hold មុខងារចុះចំណោតបាទនិយាយទៅគឺ adaptive cruise control អីក៏មានដែរហើយចំពោះកន្លែងនេះមិនទាន់អស់ចិត្តទេគឺមានកន្លែងដាក់កែវ2ហើយកន្លែងដាក់ទូរស័ព្ទមួយដើមដែរនៅកន្លែងនេះគិតហ្មងហើយកន្លែងនេះក៏យើងអាចដាក់អីវ៉ាន់បានដែរណាអញ្ចឹងមានសម្ភារៈដូចជាกระดาษជូតបត់ដាក់បានហើយមកមើលការ design តាប់ឡូបងប្អូនអរគ្នាស្បែកសុទ្ធហ្មងយកដៃទៅប៉ះទៅស្ទាបមានអារម្មណ៍ថាឡានហ្នឹងគឺបណ្ឌិតគ្រប់តំបន់បងប្អូនអរគ្នាហើយកន្លែងនេះក៏យើងអាចផ្ទុកអីវ៉ាន់បានដែរMSM សំខាន់ដំបូលគឺអាចបើកបានច្រើនមែនតើណែបើកទៅផ្នែកខាងក្រោយហ្មងណាបើកដំបូលបានហើយនិយាយទៅការចុចបញ្ជាគឺ smooth ហ្មងហើយកន្លែងនេះគឺមានកន្លែងផ្ទុកវ៉ែនតាចង់ make up អីក៏អាចបើកកន្លែងនេះមកសម្រាប់ធ្វើការមើលកញ្ចក់អីបានដែរហើយចំពោះផ្នែកខាងក្រោយវិញដូចតែខ្ញុំដាក់ footage ឲ្យបងប្អូនមើលអញ្ចឹងគឺមានលក្ខណៈថាទូលាយមែនតើបើសិនជាបងប្អូនទៅអង្គុយមានទាំងអាំរ៉េសកន្លែងដាក់ដៃនិយាយទៅគឺធ្វើឲ្យយើងមានអារម្មណ៍ថាអត់គិតជាលើកទី2ទេបើសិនជាយើងបានមកមើលឡាននេះផ្ទាល់ដែរបងប្អូនអរគ្នាអញ្ចឹងកុំមកមើលអីណាយ៉ាប់ផងខ្លួន$29,800 ដុល្លារហើយចំពោះរថយន្តនេះគឺកំពុងតែដាក់លក់នៅ Rove តែម្ដងបងប្អូនអាចតំណមកកាន់ផ្នែកលក់បានហើយចំពោះរថយន្តនេះនៅតែបញ្ជាក់ថាគឺជា global spec ធានា5ឆ្នាំឬក៏$15,000 គីឡូម៉ែត្រដូចនេះបើសិនជាបងប្អូនកំពុងតែចង់ទិញរថយន្តដែលមានតម្លៃខ្ទង់$20,000អាចពិចារណារថយន្តមួយគ្រឿងនេះបានមាននៅក្នុងស្តុកស្រាប់សម្រាប់លក់បងប្អូនអរគ្នាបាយបាយ